សាច់រឿងរបស់យើងនៅភាគទី17នឹងដែរគេបានប្រាប់មកយើងថាខ្ញុំមកប្រទេសកូរ៉េនឹងខ្ញុំមកទាំងខ្លួននោះទេហើយខ្ញុំនឹងត្រៀមឡើងបង្ហាញខ្លួនលើកដំបូងឲ្យពួកគេបានមើលផងដែរហើយខ្ញុំឥឡូវនេះកំពុងតែរៀបចំខ្លួនផងដែរហើយខ្ញុំមានអារម្មណ៍ថាខ្ញុំនេះគឺជាតួឯកដែលរស់រានក្នុងជីវិតនៅក្នុងកម្មវិធីនេះហើយតួឯកជាខ្ញុំនឹងឯងហើយភ្លាមនឹងដែរអ៊ីរ៉ូហានរបស់យើងបានប្រាប់ទៅកាន់ពួកគេថាខ្ញុំគឺជាអ្នកវឹកហាត់នៅក្រុមបារាំងហើយនាងបានប្រាប់ឈ្មោះទៅកាន់ពួកគេផងដែរថានាងមានឈ្មោះថាលីរ៉ូហានហើយពួកគេបាននិយាយទៅកាន់លីរ៉ូហានថាខ្ញុំបានសង្កេតមើលនាងយូរមកហើយខ្ញុំមិនដែលឃើញនាងនិយាយជាមួយអ្នកណាគេម្នាក់នោះទេហើយពួកគេបាននិយាយតទៀតថាមើលទៅកាន់ស្រីទៅគេបានបែរមកមើលកាមេរ៉ាហើយគេបាននិយមដាក់ក្នុងកាមេរ៉ាតែអ៊ីរ៉ូហានរបស់យើងមិនបានមើលក្នុងកាមេរ៉ានោះទេអ៊ីរ៉ូហានរបស់យើងនឹងមកដាក់ពាក្យខុសកន្លែងមែនទេគឺពួកគេបានឆ្លងទៅកាន់អ៊ីរ៉ូហានរបស់យើងនឹងឯងហើយពួកគេបាននិយាយតទៀតថាខ្ញុំនឹងក៏ដូចជានាងផងដែរប៉ុន្តែខ្ញុំបានឃើញនាងមកឡើងលើឆាកនាងបានជាខុសពីក្មេងស្រីធម្មតាតើអ្នកទាំងអស់គ្នាគិតដូចខ្ញុំដែរទេប៉ុន្តែខ្ញុំបានសង្កេតមើលទៅកាន់ទឹកមុខរបស់នាងតើនាងបើជាបញ្ចេញទឹកមុខមកដូចជានាងនឹងមានជំនាញនឹងមកអញ្ចឹងហើយលីរ៉ូហានរបស់យើងក៏បានអរគុណទៅកាន់បងគេបន្ទាប់ពីនាងបានអរគុណទៅកាន់ពួកគេមានបរិសម្នាក់បានសុំមីក្រូទៅកាន់បរិសម្នាក់ទៀតហើយគាត់បាននិយាយទៅកាន់អ៊ីរ៉ូហានថាតើលីរ៉ូហានរបស់យើងមិនដែលញញឹមនៅខាងក្រៅដែរទេហើយលីរ៉ូហានរបស់យើងបានប្រាប់ទៅកាន់បរិសម្នាក់ថាគាត់នឹងមិនសូវចាប់អារម្មណ៍ទៅកាន់រឿងនឹងនោះទេហើយការញញឹមរបស់ខ្ញុំវាមិនស័ក្តិសមជាមួយនឹងខ្ញុំនោះទេបន្ទាប់ពីពួកគេបានស្ដាប់អ៊ីរ៉ូហានរបស់យើងបាននិយាយចោលពួកគេបានសរសើរទៅកាន់លីរ៉ូហានរបស់យើងផងដែរគឺថាលីរ៉ូហានរបស់យើងបានមកដាក់ពាក្យជឿ100%ណាហើយពួកគេបានពឹងទៅលើការបោះឆ្នោតដោយសារធារណៈហើយបរិសម្នាក់នឹងបានសួរទៅកាន់អ៊ីរ៉ូហានថាបើថាអ៊ីរ៉ូហានរបស់យើងមានបុគ្គលិកលក្ខណៈហើយមានភាពទាក់ទាញទៅកាន់ពួកគេនោះទេហើយគាត់បាននិយាយតទៀតថាទាំងអស់នឹងអាស្រ័យទៅកាន់ពួកគេបានមើលទេសនាហើយគេបានពេញចិត្តទៅកាន់អ្នកនោះទេហើយពួកគេបានសួរទៅកាន់អ៊ីរ៉ូហាថាតែអ៊ីរ៉ូហានរបស់យើងមានចំណាប់អារម្មណ៍យ៉ាងម៉េចដែរដែលគាត់នឹងបានជាប់ចំណាប់ថ្នាក់លេខ1ហើយអ៊ីរ៉ូហានរបស់យើងបានតបទៅកាន់ពួកគេថាខ្ញុំមិនសូវជឿពីរឿងនេះនោះទេហើយខ្ញុំអរគុណទៅកាន់ពួកអ្នកផងដែរបន្ទាប់ពីទូប្រុសរបស់យើងបានមើលវីដេអូនឹងចប់ទូប្រុសរបស់យើងបានសរសើរទៅកាន់អ៊ីរ៉ូហានផងដែរគឺថាអ៊ីរ៉ូហានរបស់យើងបានសម្ដែងនឹងបានល្អខ្លាំងណាស់ទាំងភាពទាក់ទាញនិងភាពស៊ីវិល័យរបស់នាងនឹងពិតជាល្អឥតខ្ចោះខ្លាំងណាស់ប៉ុន្តែខ្ញុំមើលទៅកាន់នាងទៅនាងបានឡើងលើឆាកលក្ខណៈបុគ្គលិករបស់នាងបានប្រែប្រួលដែលតន្ត្រីចាប់ផ្ដើមឡើងទូប្រុសរបស់យើងបាននិយាយតទៀតថាបន្ទាប់ពីខ្ញុំបានមើលវីដេអូរបស់លីរ៉ូហានរបស់យើងរួចខ្ញុំបានរៀនពីនាងបានច្រើនខ្លាំងផងដែរប៉ុន្តែខ្ញុំមិនបានខ្វះចំណេះរំទេប៉ុន្តែខ្ញុំនឹងខ្វះចំណេះការសម្ដែងគឺថាទូប្រុសរបស់យើងបានខ្វះការសម្ដែងនៅការស្លៀកពាក់ខោអាវពីដែលទូប្រុសរបស់យើងបានស្លៀកពាក់ខោអាវជាមនុស្សស្រីទូប្រុសរបស់យើងមានអារម្មណ៍តែខ្មាស់អេនោះទេហើយទូប្រុសរបស់យើងបានសម័យផងដែរដែលគាត់នឹងបានបង្ហាញទៅកាន់ទីនេះគឺថាការសម្ដែងរបស់គាត់នឹងអ្នកគ្រូបំផឹកនៅទីនេះបានបំផឹកគាត់យ៉ាងល្អហើយទូប្រុសរបស់យើងបាននឹកឃើញតែគាត់បានធ្វើ style តាមអូនជីរបស់យើងហើយទូប្រុសរបស់យើងបាននិយាយថាគាត់នឹងមិនចង់រំលឹកគេវិញនោះទេធ្វើឲ្យគាត់នឹងពិតជាខ្មាស់អេណាស់ហើយទូប្រុសរបស់យើងបាននិយាយតថាពួកគេបានឲ្យដំបូន្មានមកកាន់ខ្ញុំទាំងលោកប្រធាននិងលោកគ្រូនិជនរបស់យើងនឹងឯងហើយទូប្រុសរបស់យើងបាននិយាយតថាខ្ញុំនឹងចាប់ហើយបន្ទាប់ពីខ្ញុំបានមើលរូបថតរបស់អ៊ីរ៉ូហានរបស់យើងរួចខ្ញុំមិនអាចងាកមើលគេផ្សេងបានទេនោះទេដោយសារតែអ្នកនឹងមានភាពទាក់ទាញខ្លាំងណាស់ហើយខ្ញុំសូមប្រាប់បងតើមិនឲ្យខ្ញុំយកច្រឡំគឺថាទូប្រុសរបស់យើងនឹងជប់ចិត្តដែលអ៊ីរ៉ូហានរបស់យើងនឹងបានសម្ដែងនោះទេហើយទូប្រុសរបស់យើងបាននិយាយថាតើខ្ញុំនឹងគិតបែបនេះត្រូវដែរទេហើយមានអ្នកណាគេហៅទៅកាន់ទូប្រុសផងដែរគឺថាទូប្រុសរបស់យើងមិនបានចាំអារម្មណ៍ទៅកាន់អ្នកណាគេបានហៅមកកាន់គាត់នោះទេហើយទូប្រុសរបស់យើងបានហៅឈ្មោះអ៊ីរ៉ូហានរបស់យើងផងដែរបន្ទាប់ពីទូប្រុសរបស់យើងបាននិយាយចប់ទូប្រុសរបស់យើងបានចាំអារម្មណ៍ថាអូនមីរបស់យើងបានហៅមកកាន់គាត់ហើយអូនមីរបស់យើងបានសួរទៅកាន់ទូប្រុសថាតើទូប្រុសរបស់យើងមិនលឺនាងហៅមែនទេហើយគេក៏បានប្រាប់យើងផងដែរថាអូនមីរបស់យើងមកពីក្រុមលេមុតហើយអូនមីរបស់យើងបានសួរទៅកាន់ទូប្រុសថាតើទូប្រុសរបស់យើងអ្នកគ្រប់ត្រូលទៅកាន់អ៊ីរ៉ូហានមែនទេហើយទូប្រុសរបស់យើងបានប្រាប់ទៅកាន់អូនមីថាតើអ្នកនឹងនិយាយមកកាន់ខ្ញុំមែនហើយទូប្រុសរបស់យើងបានប្រាប់ទៅកាន់អូនមីថាគាត់មិនមែនអ្នកគ្រប់ត្រូលនោះទេគាត់តែចាប់អារម្មណ៍នោះទេបន្ទាប់ពីប្រាប់ទៅកាន់អូនមីរួចអូនមីរបស់យើងបាននិយាយនោះទេហើយអូនមីបានសួរទៅកាន់ទូប្រុសថាតើទូប្រុសរបស់យើងបានចាប់អារម្មណ៍ទៅកាន់រឿងនេះតាំងពីពេលណាមកហើយទូប្រុសរបស់យើងបានសួរទៅកាន់អូនមីថាតើអូនមីរបស់យើងបានគ្រប់ត្រូលទៅកាន់អ៊ីរ៉ូហានតាំងពីពេលណាមកផងដែរហើយទូប្រុសរបស់យើងបានប្រាប់ទៅកាន់អូនមីទីថាគាត់នឹងទៅមិនស្គាល់ទៅកាន់នាងនោះទេហើយអូនមីបានប្រាប់ទៅកាន់ទូប្រុសថាមិនអីទេដោយសារតែទូប្រុសរបស់យើងនឹងទើបនឹងស្គាល់ទៅកាន់អ៊ីរ៉ូហាននោះទេអូនមីបាននិយាយទៅកាន់ទូប្រុសទីថាខ្ញុំពិតជាសរសើរទៅកាន់អ៊ីរ៉ូហានខ្លាំងណាស់ហើយនាងពិតជាខំប្រឹងប្រែងធ្វើការងាររបស់នាងប៉ុន្តែនាងបានជិបគៀងដែលពួក scammer បានធ្វើឬអាក្រក់ទៅកាន់នាងធ្វើឲ្យនាងនឹងបានជិបគៀងតាំងពីពេលនោះមកម្ល៉េះហើយខ្ញុំខ្ញុំប្រាប់មកតើពួក scammer ដូចជាអ្នកណាគេម្នាក់ស្អប់ទៅកាន់តារាម្នាក់តើគេបានជួបពួក scammer ហ្នឹងទៅវាយលុបតារាម្នាក់ហ្នឹងអញ្ចឹងហើយអូនមីរបស់យើងបាននិយាយតថាទស្សនកម្មភាពរបស់អ៊ីរ៉ូហានរបស់យើងបានបញ្ចប់ផងដែរប៉ុន្តែនៅតាម social media បានជេរប្រមាថទៅកាន់នាងដដែលនោះទេ
ធ្វើឲ្យខ្ញុំនឹងឈឺចាប់ចំនួននាងផងដែរហើយអូនមីរបស់យើងបានបន្តទៀតថាយើងបានស្ដាប់ឮគេថាអ៊ីរ៉ូហានរបស់យើងនឹងមានរឿងអាក្រក់កើតឡើងទៀតហើយទើបប្រុសរបស់យើងបាននិយាយថាតើអ្នកតាមដានមែនទេហើយអូនមីបានប្រាប់ទៅកាន់ទើបប្រុសថានាងមកទីនេះដោយសារតែលីរ៉ូហាននោះទេហើយខ្ញុំមកទីនេះខ្ញុំចង់ចូលទៅកាន់លីរ៉ូហានប៉ុន្តែខ្ញុំមិនដែលជួបលីរ៉ូហាននោះទេហើយខ្ញុំមិនអស់សង្ឃឹមនឹងវានោះទេដោយសារតែខ្ញុំបាននៅគេនាងផងដែរហើយទើបប្រុសរបស់យើងបានប្រាប់ទៅកាន់អូនមីថាទោះបីលីរ៉ូហានរបស់យើងបានធ្វើសកម្មភាពនឹងចាប់ហើយប៉ុន្តែលីរ៉ូហានរបស់យើងបាននៅក្រុមបារាំងនោះទេមិនបាននៅក្រុមអ៊ីនធឺមិននោះទេមិនមែនក្រុមបារាំងនោះទេគឺថាអ៊ីនធឺមិននឹងគឺជាក្រុមកំសាន្តដែលទើបប្រុសរបស់យើងបាននៅនឹងឯងហើយទើបប្រុសរបស់យើងបាននិយាយទៅកាន់អូនមីទីថាបើសិនជាអូនមីរបស់យើងចង់ជួបទៅកាន់អ៊ីរ៉ូហានរបស់យើងនឹងវាពិតជាពិបាកខ្លាំងណាស់ដោយសារតែអ៊ីរ៉ូហានរបស់យើងនឹងនាងពិតជារវល់ខ្លាំងណាស់ហើយអូនមីរបស់យើងបានប្រាប់ទៅកាន់ទើបប្រុសថាដោយសារតែទើបប្រុសរបស់យើងទៅមិនមកទីនេះនោះទេទើបប្រុសរបស់យើងមិនដឹងពីរឿងនោះទេហើយទើបប្រុសរបស់យើងបានរៀនស្គាល់ពីរឿងនេះផងដែរហើយអូនមីបានប្រាប់ទៅកាន់ទើបប្រុសថាខ្ញុំលើគេថាលីរ៉ូហានរបស់យើងការពលិកមុននឹងស្ទើរតែចូលមកកាន់ក្រុមហ៊ុននៅក្នុងទីនេះហើយទើបប្រុសរបស់យើងបាននិយាយថាគ្រាន់តែមានពាក្យចាំបារានមែនទេហើយអូនមីបាននិយាយថាតាំងពីពួកយើងបានជួបគ្នាដែលអ្នកគ្រប់ត្រូលដូចគ្នាហើយខ្ញុំនឹងចែករកថតអ៊ីរ៉ូហានរបស់យើងទៅកាន់នាងផងដែរហើយទើបប្រុសរបស់យើងក៏បានអរគុណផងដែរហើយអូនមីបានសួរទៅកាន់ទើបប្រុសថាតើក្រុមហ៊ុនបានបញ្ចេញបទចម្រៀង cover ទៅកាន់ idol ប្រុស idol ស្រីមែនទេហើយទើបប្រុសរបស់យើងបាននិយាយថាតើវានឹងកាត់អីមែនហើយអូនមីបានសួរទៅកាន់ទើបប្រុសថាតើទើបប្រុសរបស់យើងចង់ជ្រើសរើសចម្រៀងដាក់ក្នុងក្រុមតើវាមិនអាចទៅរួចមែនទេហើយទើបប្រុសរបស់យើងបាននិយាយទៅកាន់អូនមីថាតើអូនមីរបស់យើងដឹងពីរឿងនេះផងដែរមែនហើយអូនមីបានសួរទៅកាន់ទើបប្រុសថាតើទើបប្រុសរបស់យើងនឹងកំពុងតែវឹកហាត់រាំតាមភ្លេងមែនទេហើយខ្ញុំលើគេថាទើបប្រុសរបស់យើងនឹងបានវឹកហាត់រាំជាមួយនឹងតារាក្មេងប្រុសមែនទេហើយទើបប្រុសរបស់យើងបាននិយាយថាតើអ្នកណាគេបានផ្សព្វផ្សាយពីរឿងនោះហើយភ្លាមនឹងដែរអូនមីបាននិយាយថាមើលទៅកាន់អ្នកទៅពិតជាសង្ហាខ្លាំងណាស់បើសិនជាអ្នកធ្វើតារាក្មេងប្រុសវាក៏រៀនសំនឹងអ្នកផងដែរបន្ទាប់ពីអូនមីរបស់យើងបាននិយាយចប់ផ្សាយរឿងរបស់យើងកាន់ម្ខាងអូនជីវិញហើយអូនជីរបស់យើងបានសួរទៅកាន់អូនរីយ៉ងថាតើអូនរីយ៉ងនឹងបានរើបទចម្រៀងដាក់ក្នុងក្រុមហើយឬនៅហើយខ្ញុំមិនទាន់រើនោះទេខ្ញុំកំពុងតែគិតពីវានោះទេហើយអូនជីបានប្រាប់ទៅកាន់អូនរីយ៉ងថាវាមិនចម្លែកទេប្រហែលថ្ងៃនេះខ្ញុំបានសង្កេតមើលទៅកាន់យូអ៊ីរបស់យើងនឹងបានមើលវីដេអូរបស់អ៊ីរ៉ូហានរបស់យើងហើយធ្វើឲ្យនាងនឹងបានប្រសើរឡើងជាងមុនផងដែរហើយនាងបានស្ដាប់បទចម្រៀងដែលគេបានចម្រុះនៅចំណន់ទី9ផងដែរហើយអូនជីរបស់យើងបាននិយាយតថាបទចម្រៀងមួយនឹងស័ក្តិសមនឹងយូអ៊ីរបស់យើងខ្លាំងណាស់តើអ្នកមិនដឹងទេគឺថាយូអ៊ីរបស់យើងនឹងជាទូប្រុសរបស់យើងឯងដែលទូប្រុសរបស់យើងនឹងខ្លាចខ្លួនជាមនុស្សស្រីហើយនាងបាននិយាយតថាខ្ញុំនឹងគួរតែធ្វើអីគេដែរទេខ្ញុំគួរតែច្រៀងបទចម្រៀង cover បរោះហើយមើលទៅមែនទេតែពីពួកគេបាននិយាយចោលស្អីរឿងរបស់យើងកាត់ម្ខាងទូប្រុសវិញទូប្រុសរបស់យើងបានសួរទៅកាន់អូនមីថាតើអូនមីរបស់យើងនឹងច្រៀងបទចម្រៀងអីគេហើយអូនមីរបស់យើងបានប្រាប់ទៅកាន់ទូប្រុសថានាងនឹងកំពុងតែរៀបចំបទចម្រៀងនៅក្នុងក្រុមរបស់នាងហើយនាងក៏ជាអ្នកដឹកនាំក្រុមរបស់នាងផងដែរតែពីអូនមីបាននិយាយចប់ទូប្រុសរបស់យើងបានសរសើរទៅកាន់អូនមីផងដែរដោយសារតែអូនមីរបស់យើងនឹងជាអ្នកដឹកនាំនៅក្នុងក្រុមរបស់នាងហើយវាពិតជាលយខ្លាំងហើយអូនមីបាននិយាយថាតើអ្នកមិនចំណែនទេដែលគេបានប្រមូលក្មេងស្រីជាច្រើនបានមកទុំនៅទីនេះគណៈពេលដែលពួកគេកំពុងតែដើរនិយាយនឹងមានក្មេងស្រីម្នាក់ហៅឈ្មោះអូនមីរបស់យើងហើយនាងបាននិយាយថាពួកនាងបានវឹកហាត់ខុសទីហើយដែលអូនមីរបស់យើងបានប្រាប់ទៅកាន់ពួកនាងហើយគេក៏បានប្រាប់យើងផងដែរដែលអូនសក់ពើវិញនឹងមានឈ្មោះថាផាជីងវ៉ាន់នឹងអាយុ18ឆ្នាំហើយអូនសក់ខ្លីនឹងមានឈ្មោះថាអូនធ្វើនឹងមានអាយុ15ឆ្នាំហើយគេបានប្រាប់យើងទៀតថាពួកនាងនៅក្រុម B ហើយរឿងនឹងដែរអូនមីរបស់យើងបានប្រាប់ទៅកាន់ពួកគេថាពួកគេនឹងធ្វើពិតជាបានល្អខ្លាំងណាស់ហើយក៏នឹងសុំមើលបន្តិចមកប៉ុន្តែអ្នកទាំងគ្នាបានធ្វើកោអ្នកទាំងគ្នាក៏អាចធ្វើសារដើមវិញបានផងដែរហើយពេលនឹងដែរទើបប្រុសរបស់យើងបានគិតក្នុងចិត្តថាតើអូនមីរបស់យើងមិនបខំទៅកាន់ថ្មីស្រីពីនឹងខ្លាំងតិចទេថាពេលនឹងដែរអូនរីយ៉ងរបស់យើងបានដើរចេញពីក្នុងបន្ទប់ផងដែរហើយអូនរីយ៉ងបានសួរទៅកាន់អូនជីថាតើខ្ញុំមិនបានប្រាប់អ្នកកាលពីមុនវិញទេហើយអូនជីបានប្រាប់ថាគាត់នឹងដឹងហើយអូនរីយ៉ងបាននិយាយថាមានថ្មីស្រីម្នាក់ទៅមិនចូលវឹកហាត់នោះទេហើយនាងបានក្នុងបកាយគ្នាហើយគេក៏បានបន្តនាងចេញបាត់ផងដែរតើពីអូនរីយ៉ងរបស់យើងបាននិយាយចង់អូនរីយ៉ងរបស់យើងបានក្លែងមិនឃើញអូនមីរបស់យើងហើយអូនរីយ៉ងបាននិយាយថាតើនោះមិនមែនជាសាតូអ៊ីស៊ូមីមែនទេហើយអូនជីបានប្រាប់ទៅកាន់អូនរីយ៉ងថាវានឹងមែនហើយនាងជឿចិត្តនិយាយច្រើនធ្វើឲ្យអ្នកជាមួយខ្លួនរបស់នាងនឹងធុញទៅកាន់នាងខ្លាំងផងដែរហើយអូនជីបាននិយាយថាហើយវានឹងមិនអីទេបើសិនជាយើងនឹងចូលចិត្តទៅកាន់នាងផងដែរបន្ទាប់ពីពួកគេបាននិយាយចប់យើងបានឃើញអូនរីរបស់យើងបានដើរចេញពីក្នុងបន្ទប់ហើយអូនរីរបស់យើងកំពុងតែឈឺពោះហើយអូនបានថាតើអ្នកទាំងអស់គ្នាមានប្រើក្នុងកាពះនៅពេលនេះដែរទេបន្ទាប់ពីអូនរីបាននិយាយចប់អូនរីយ៉ងរបស់យើងបាននិយាយថាគាត់នឹងមិនមាននោះទេហើយអូនជីរបស់យើងបានប្រាប់ថាចាំគាត់នឹងទៅយកអាបន្ទាប់ពីអូនជីរបស់យើង
យើងបានទៅបាត់ដាប៊ីរបស់យើងបាននិយាយទៅកាន់អូនរីយ៉ងថាដោយសារតែអូនរីរបស់យើងមិនបានយកឆ្នាំតាមខ្លួននោះទេហើយអូនរីរបស់យើងបាននិយាយទៅកាន់អូនរីយ៉ងថាអ្នកបាននិយាយថាអ្នកបានជឿចុចចាប់ពីអ្នកបានមរតកវាពិតជាអាក្រក់ខ្លាំងណាស់ហើយអូនរីយ៉ងបានតបទៅកាន់អូនរីថាគាត់នឹងជាប់ខាត់មរតករយៈពេល2ខែមកហើយបន្ទាប់ពីពួកគេបានស្ដាប់អូនរីយ៉ងរបស់យើងបាននិយាយចប់ពួកគេបានភ្ញាក់ផ្អើលពីរឿងនឹងផងដែរហើយដាប៊ីបានសួរទៅកាន់អូនរីថាតើអូនរីរបស់យើងគួរតែទៅមន្ទីរបានដែរទេហើយអូនរីបាននិយាយថាវាគួរឲ្យរំខានណាស់ហើយវាមិនសូវអីនោះទេដោយសារតែខ្ញុំនឹងបានបង្ខំលេងកាយរបស់ខ្ញុំនឹងគ្រប់គ្រងទៅកាន់ពួកវានោះទេដាប៊ីអូនរីបាននិយាយចប់ផ្សេងរឿងរបស់យើងកំណត់ពេលយកថាទូប្រុសរបស់យើងដេកមិនលក់ដោយសារតែគាត់នឹងរឿងកាយមនុស្សស្រីមកដេកលើកំរាលពូកនឹងឯងហើយទូប្រុសរបស់យើងបាននិយាយថាថ្ងៃដំបូងហ្នឹងគាត់បានឈឺកាពះឥឡូវនេះគាត់ដេកមិនលក់ទេផងដែរធ្វើឲ្យគាត់នឹងឈឺក្បាលជាខ្លាំងគឺថាទូប្រុសរបស់យើងដេកមិនលក់នោះទេហើយទូប្រុសរបស់យើងបាននិយាយតទៀតថាគាត់នឹងកាត់មរតករយៈពេល4ថ្ងៃទៅ8ថ្ងៃមែនទេហើយវាពិតជាយ៉ាប់ខ្លាំងណាស់ដោយសារតែគាត់នឹងបានអនុវត្តរាងកាយរបស់គាត់នឹងពេញ1ថ្ងៃហើយធ្វើឲ្យរាងកាយរបស់គាត់នឹងចង់រមូលកាពើហើយដោយសារតែគាត់នឹងមិនបានដេកទេឥឡូវនេះគាត់ដេកមិនលក់ផងដែរបន្ទាប់ពីគាត់បាននិយាយចប់គាត់ក៏បាន100អីបានគឺថាគាត់នឹងបាន100ថងខ្មែរហើយគាត់បាននិយាយផងដែរថាគាត់នឹងមិនចង់សើមពុកទៀតនោះទេហើយវាល្អខ្លាំងណាស់បើសិនជាគាត់នឹងបានដាក់វាធ្វើឲ្យវាប្រសើរឡើងផងដែរហើយនេះទាំងអស់គ្នាពិតជាដឹងផងដែរថាថងខ្មែរនឹងជាអីគេតែប៉ះណាមនុស្សប្រុសវាច្រើនគាត់មិនសូវដឹងនោះទេបន្ទាប់ពីគាត់បាននិយាយចប់គាត់ក៏បានកលែងឃើញអីមួយគឺថាទូប្រុសរបស់យើងបានឃើញនឹងឆ្នាំដូររាងកាយហើយទូប្រុសរបស់យើងក៏បាននិយាយផងដែរថានឹងគឺជាឆ្នាំប្រែរាងកាយមែនហើយគាត់បានកើនក្នុងចិត្តថាតែគាត់នឹងគួរតែប្រែរាងកាយខ្លាចជាមនុស្សប្រុសដែរទេមើលទៅវាមិនសូវអីនោះទេហើយទូប្រុសរបស់យើងបានតទៅថាគាត់នឹងមិនដែលដូររាងកាយមកជាមនុស្សប្រុសនោះទេហើយទូប្រុសរបស់យើងក៏បានដូររាងកាយខ្លាចជាមនុស្សប្រុសបានទៅហើយគាត់ក៏បានដេកលក់យ៉ាងស្រួលតាមដល់ព្រឹកឡើងគឺថាទូប្រុសរបស់យើងគឺថាគាត់នឹងបានដូរឆ្នាំដូររាងកាយខ្លាចជាមនុស្សស្រីវានឹងមិនមាននោះទេដោយសារតែវានឹងអស់បាត់ហើយទូប្រុសរបស់យើងក៏បាននិយាយផងដែរថាសាហ៊ីនរបស់យើងនឹងបានអោយមកគាត់3ឈុតហើយគាត់បានប្រើវាអស់បាត់ហើយគាត់បានប្រើវាមិនសូវបានកើតពីវាផងដែរធ្វើឲ្យវានឹងបានអស់បាត់ហើយគាត់បាននិយាយថាគាត់នឹងបានដោះម៉ោងទៅរៀនហើយទូប្រុសរបស់យើងបានទេទៅសួរសាហ៊ីនហើយគាត់បានប្រាប់ទៅកាន់សាហ៊ីនថាគាត់នឹងអស់ឆ្នាំបដូររាងកាយហើយដោយសារតែខ្ញុំនឹងបានបដូររាងកាយការប្រយុទ្ធមែនហើយសាហ៊ីនបានតបទៅកាន់ទូប្រុសថារឿងនឹងវាពិតជាកើតឡើងមែនតែហើយគាត់បានប្រាប់ទៅកាន់ទូប្រុសថាគាត់នឹងមិនបានទៅជួបទូប្រុសនោះទេដោយសារតែគាត់នឹងឡាយជាប់ពីជុំហើយទូប្រុសរបស់យើងនឹងប្រាប់ទៅកម្មវិធីយន្តទៅដោយសារតែទូប្រុសរបស់យើងមិនអាចទៅរៀនពីព្រឹកបាននោះទេហើយសាហ៊ីនបានប្រាប់ទៅកាន់ទូប្រុសទៀតថាឲ្យទូប្រុសរបស់យើងនឹងទៅចាំយើងនៅក្នុងបន្ទប់ដោយសារតែមានមនុស្សម្នាក់បានទៅជួបយើងនៅទីនោះហើយទូប្រុសរបស់យើងក៏បានយល់ព្រមពីរឿងនឹងផងដែរខណៈពេលដែលទូប្រុសរបស់យើងត្រៀមនឹងចេញនឹងគាត់បានគិតផងដែរគឺថាគាត់នឹងមិនចង់ជួបទៅកាន់អូនសូអីហើយនឹងចូលបាននោះទេតោះពីគាត់បានគិតចាប់គាត់ក៏បានរៀបចំខ្លួនទៅកន្លែងដែលគាត់នឹងបានវឹកហាត់ហើយក៏បានពាក់ម៉ាស់និងពាក់មួកផងដែរដោយសារតែគាត់មិនចង់ឲ្យពួកគេឃើញមកកាន់គាត់នោះទេបន្ទាប់ពីគាត់បានមកដល់កន្លែងដែលគាត់វឹកហាត់បន្ទាប់ពីគាត់បានមកដល់គាត់បាននិយាយថាតើសាហ៊ីនរបស់យើងឲ្យគាត់មកកាន់ផ្លូវនេះមែនទេគឺថាសាហ៊ីនរបស់យើងមិនចង់ឲ្យពួកគេឃើញទៅកាន់ទូប្រុសនោះទេហើយសាហ៊ីនក៏បានប្រាប់ទៅកាន់បុគ្គលិកថាឲ្យទូប្រុសរបស់យើងនឹងទៅជប់យើងនៅខាងលើបន្ទាប់ពីបានសម័យចប់គាត់ក៏បានអើតឃើញចតាយន្តហើយគាត់បានរត់ទៅរកចតាយន្តហើយគាត់បានឃើញក្មេងស្រីម្នាក់ផងដែរហើយនាងមិនអោយទូប្រុសរបស់យើងនឹងចូលទៅជាមួយនោះទេហើយទូប្រុសរបស់យើងបាននិយាយថាតើនាងនឹងមិនបានឃើញខ្ញុំមែនទេបន្ទាប់ពីគាត់បានចប់សាច់រឿងរបស់យើងបានកាត់ដែលទូប្រុសរបស់យើងបានមកចូលក្នុងបន្ទប់ដែលសាហ៊ីនរបស់យើងបានប្រាប់គាត់ឲ្យគាត់នឹងចាំក្រុងនេះហើយទូប្រុសរបស់យើងបានដើរទៅអង្គុយនឹងសាឡុងហើយគាត់បាននិយាយថាតើពេលណានឹងសាហ៊ីនរបស់យើងបានមកដល់ទីនេះហើយគាត់បានក្លែកឃើញជើងនារីម្នាក់ហើយទូប្រុសរបស់យើងបានកើនៅក្នុងចិត្តថាតើមានមនុស្សនៅក្នុងនេះមែនទេនឹងដែលទូប្រុសរបស់យើងបានភ្ញាក់ផ្អើលគឺថានាងបានដើរមកអង្គុយនឹងបៀតទូប្រុសរបស់យើងហើយទូប្រុសរបស់យើងបានក្លែកទៅមើលមុខនាងផងដែរបន្ទាប់ពីបានឃើញមុខនាងច្បាស់ទូប្រុសរបស់យើងបានភ្ញាក់ផ្អើលផងដែរហើយគាត់បាននិយាយថាតើនេះគឺជារូហានមែនទេហើយទូប្រុសរបស់យើងបានកើនៅក្នុងចិត្តថាម៉ៃកូលីរូហានរបស់យើងបានមកទីនេះហើយនាងនឹងបានអង្គុយបៀតខ្ញុំផងដែរប៉ុន្តែប្រហែលជានាងនឹងចង់អង្គុយចោះហើយមើលទៅតែពេលបានគិតចាប់ទូប្រុសរបស់យើងបានរកដកទូរស័ព្ទឆ្លសាទៅកាន់សាហ៊ីនថាគាត់នឹងបានមកដល់ទីនេះហើយខណៈពេលដែលទូប្រុសរបស់យើងរកដកទូរស័ព្ទនឹងធ្វើឲ្យរូបថតរីរូហានរបស់យើងក៏បានរកហើយទូប្រុសរបស់យើងបានភ្ញាក់ផ្អើលទៅកាន់រឿងនឹងផងដែរគឺថារូបថតអ៊ីរូហានរបស់យើងនឹងបានរងពេញនឹងឯងហើយគេក្បែរឲ្យយើងឃើញដែរថាអ៊ីរូហានរបស់យើងនឹងបាននិយាយថាហ្វេនរបស់គាត់នឹងមិនសូវចូលចិត្តមកកាន់គាត់នៅទេហើយបានខមមិនមកក្រក់មកកាន់គាត់ផងដែរហើយភ្លាមដែរទូប្រុសរបស់យើងបានន័យថារូបថតដែលលោកនាយកហើយនឹងអូនមីរបស់យើងបានឲ្យមកកាន់គាត់បើសិនជាអ៊ីរូហានរបស់យើងបានឃើញនាងពិតជាខឹងមកកាន់គាត់ហើយភ្លាមដែរអ៊ីរូហានរបស់យើងបានស្លឹងមើលទូប្រុសរបស់យើងគឺថាទូប្រុសរបស់យើងកំពុងតែភ័យនឹងឯងហើយសេរីរបស់យើងក៏បានចាប់ផងដែរចាំជួបគ្នានៅវីដេអូក្រោយបាយ